Bây giờ ông bố bây giờ ông nên thấy xem bác người ai mới lên tí pi bón ông túc ông bóc xong bé bè khai buổi ta bón ông túc chia bón là vậy bị thi bón ông túc chia bón ra bay ní đại phơ lang đàm bay rồng lất ngay chay chầm nè này con tuốt trơn tắc đo đo khăn phù ca ní xà may ông cổ ca pi xà may ông cổ bón ní tang phơ lang nơi tam cô tắc pra sát ông cô vót bình phát chụp bón ca pra rốc bị thi bón ông túc thất nơi tuần lê chùm tôm mốc khang mốc pria bơ man viết viên này pria ria chia này cha Campuchia nơi ngày ti đập buôn nằng đập ram cao thay kẹt đấy bị thi ông túc chắp đam pro năng nia tam cu tam na túc đào cầm nát đôi khả nát cắm thị ca riếp trăm bón chia nách ông cô chiết ca pro năng túc nông mùi cô cái ai ông pi lơ nông mùi ngày đôi lơ tì mùi ông xe tất khang nông ngân lơ tì pi trâu đô tư ông nơ xe tất khang cào quỳnh lúc đó hai tì mùi rối khai cả đất trâu chia hai tì bay trôi pi ca ông pro năng túc chấp miên bị thi mùi tiết hai tháng bị thi cách pria rư chấp con khay bị thi ní tu con tục muông tiền ớt trâu tranh ông dứt ông chia mùi túc mê tuấp riếp buôn tranh đầm ná tư ti provat nâng cách sai provat đầm bay ấp ó sa tốt đó con tuấp chương tất đây rồi tua chay chùm nè lơ sạch trâu ca ông pro năng túc miên cầm nát pin túc đôi cả nát ca mà ca bị thi ca điệp chấm bon chia nâng ông cô chiết lơ lập bươn nâng shop hiếp rồi bao rồi ra bị thi ông bốc sắm pia pria khai và nâu bè na đam bay ở bay nâu vai lia dốt chắn bình bơ mấy trái nằng hai ti đập ram cá thay à sốt nè sốc mình cha prosray lia pia sát bát miên tắc mốc rịch riêng ban văn dốc hla nụ phol miên chết tôm đông say trao đầm lông ngao ẩm bơ sco ẩm bốc cò lan thúc tiết tiến bay si cà nhây riệp châm pra rấp bị thi sắm pia
សូមពុកបញ្ញអស់នេះថ្ងៃនេះសូមអានមេរៀនទី3បុណ្យផ្កាហេតុអ្វីបានជាគេធ្វើបុណ្យផ្កាបុណ្យផ្កាជាបុណ្យប្រពៃណីតាមបែបពុទ្ធសាសនាដ៏មានសារៈសំខាន់របស់ប្រជាពលរដ្ឋខ្មែរដែលអាចប្រារព្ធនៅតាមវត្តអារាមតាមផ្ទះក្រសួងមន្ទីរនិងសាលារៀនគេធ្វើបុណ្យផ្កាដើម្បីប្រមូលបច្ច័យយកទៅស្ថានីយ៍ស្ថារៈនានាមានដូចជាសាលាឆទានកោដិនសាលារៀនអណ្ដូងទឹកស្រះទឹកផ្លូវចូលវត្តបង្គន់អនាម័យជាដើមសម្បត្តិទាំងនោះសម្រាប់ប្រើប្រាស់ក្នុងវត្តជាប្រយោជន៍រួមរបស់សហគមន៍ដែលគេរស់នៅបុណ្យនេះគេច្រើនប្រារព្ធនៅអំឡុងបច្ចុប្បន្នកាលប្រមូលផលកសិកម្មពេលខ្លះបុណ្យផ្ការៀបចំឡើងដោយគណៈកម្មការវត្តពេលខ្លះរៀបចំដោយបុគ្គលពុទ្ធបរិស័ទនិងពេលខ្លះទៀតរៀបចំដោយសមាគមពុទ្ធបរិស័ទបុណ្យផ្កាជាបុណ្យប្រពៃណីជាខ្មែរយើងមានតាំងពីបុរាណកាលមកហើយយើងត្រូវបានប្រជាពលរដ្ឋអនុវត្តបន្តរហូតបច្ចុប្បន្នយើងទាំងអស់គ្នាត្រូវចូលរួមបន្តភាពបុណ្យផ្កាតាមសម្ទានជ្រះថ្លារៀងខ្លួនដើម្បីប្រយោជន៍រួមតើគេរៀបចំធ្វើបុណ្យផ្កាដូចម្ដេចខ្លះជាទូទៅប្រជាពលរដ្ឋខ្មែរតែងមានអារម្មណ៍រីករាយនៅថ្ងៃបុណ្យផ្កានិងមានសន្ធាជ្រះថ្លាជួយទ្រង់ទ្រង់សាសនាព្រោះថ្ងៃបុណ្យនេះបានផ្ដល់ឲ្យក្រុមញាតិដែលនៅស្រុកចិត្តក្តីឆ្ងាយក្តីបានជួបជុំធ្វើបុណ្យទានជាមួយគ្នាផងដែរបុណ្យផ្កាតែងប្រារព្ធធ្វើឡើងចំនួន2ថ្ងៃមុនពេលប្រារព្ធពិធីបុណ្យមួយថ្ងៃអ្នកខ្លះធ្វើរោងបុណ្យខ្លះទៀតបេះផ្កាម្លិះផ្កាឈប់យកមកក្រងជាកម្រងនិងយកកូនចេកឬមែកឈើមកដាក់តែងលម្អដើមផ្កាបន្ទាប់មកគេយកក្រដាសប្រាក់សម្រាប់ឧបត្ថម្ភបុណ្យមកដល់ចង់ធ្វើស្លឹកផ្កាពេលរសៀលគេធ្វើពិធីចម្រើនព្រះបារិតងនិងសម្ដែងធម៌ទេសនាទស្សនាឆ្លងផ្កាពេលរាត្រីដែលមានកម្មវិធីកម្សាន្តខ្លះទៅតាមការនិយមចូលចិត្តរបស់ខ្មែរយើងដូចជាការសម្ដែងសិល្បៈរបាំប្រពៃណី
សួរអំពូមីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកអាមេរៀនទី5 2 ផ្លូវទឹកនិងទីតាំងរាជធានីខេត្តផ្លូវទឹកនៅប្រទេសកម្ពុជារួមមានទន្លេមេគង្គដែលមានប្រភពនៅខ្ពស់ពងរៀបទីពេប្រទេសចិនទន្លេនេះហូរកាត់ប្រទេសកម្ពុជាមានប្រវែង500 ក្រាមតាមខេត្តស្ទឹងត្រែងក្រចេះកំពង់ចាមព្រៃវែងនិងខេត្តកណ្ដាលទន្លេមេគង្គកម្ពុជាចែកជាពីរគឺទន្លេមេគង្គលើឬទន្លេធំចាប់ពីបាក់ខោនព្រំប្រទល់ប្រទេសឡាវមកដល់ភ្នំពេញនិងទន្លេមេគង្គក្រោមឬទន្លេក្រៅចាប់ពីភ្នំពេញដល់ព្រំដែនវៀតណាមកាត់តាមអ្នកលឿងទន្លេបាសាក់ឬទន្លេក្នុងចាប់ពីភ្នំពេញកាត់តាមខ្មៅដល់ព្រំដែនវៀតណាមទន្លេសាបចាប់ពីភ្នំពេញទៅឆ្លុះទ្រូងក្នុងខេត្តកំពង់ឆ្នាំងចាប់ពីឆ្លុះទ្រូងទៅដល់ខេត្តសៀមរាបគេហៅថាបឹងទន្លេសាបដែលជាជំរកត្រីប្រទេសកម្ពុជាមានរាជធានីមួយគឺរាជធានីភ្នំពេញនិងមានខេត្តចំនួន24គឺខេត្តកណ្ដាលតាកែវកំពតកែបព្រះសីហនុកោះកុងកំពង់ស្ពឺកំពង់ចាមពោធិ៍សាត់បាត់ដំបងបៃលិនបន្ទាយមានជ័យឧត្តរមានជ័យសៀមរាបព្រះវិហារកំពង់ធំកំពង់ឆ្នាំងក្រចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីព្រៃវែងស្វាយរៀងនិងខេត្តត្បូងឃ្មុំសូមជម្រាបលាអំពូមីទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃមកស្ដាប់ខ្ញុំអានជម្រាបសួរអំពូមីទាំងអស់គ្នាថ្ងៃនេះខ្ញុំមកអានមេរៀនទី1ចំពោះ1ធ្វើដើម្បីសង្ឃឹមរួមគឺប្រាថ្នាសង្ឃឹមដោយថាក្រុមរងអង្គកាយក្រខ្វាំងប្រាំងចំណាយរួយឬសាំងបាយសង្ឃឹមរស់ទៀតនោះហើយបានជារវរំក្រុមគ្នាលៃលោករោគឆ្លៀនសង្វាតរៀនសូនខំស្រត់រូបទៀនសង្ឃឹមថាជាតិគ្រួសារសង្សារតើបយើងម្នាក់ស៊ូત્યાંរស់ជារួមចិនកាយប្រានរួមទាំងប្រាជ្ញាសាសចំណានសង្ឃឹមថាបានកែទុកសុខខ្លួនរស់ត្រូវរារងសំភីលៃលងឲ្យខ្ជាប់ងំមួនធ្វើការសម្រាញ់នាំជោគជ័យស្ទួនមិនកប់កំពួនក្តីសង្ឃឹមបងនេះជាវិធីនាំចូលមូមីបំពេញបំណងរស់ដោយសង្ឃឹមតាមយើងផុនឆ្លងក៏ដៅចំបងជាវិនសង្សារជម្រាបលាអំពូមីទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃមកស្ដាប់ខ្ញុំអានអស់គ្នាថ្ងៃនេះខ្ញុំមកអានចំមេរៀនទី3ចំពោះ3មេរៀនសំខាន់កិច្ចការប្រចាំថ្ងៃរបស់មនុស្សម្នាក់គឺការព្យាយាមបំពេញការងារសុចរិតដោយយកចិត្តទុកដាក់ដើម្បីធ្វើឲ្យមានជីវភាពរុងរឿងសម្បូរសប្បាយគ្រប់មុខរកសុចរិតសុទ្ធតែមានប្រយោជន៍និងមានតម្លៃទាំងអស់ដើម្បីប្រកបការងារបានជោគជ័យមនុស្សម្នាក់ត្រូវខិតខំសិក្សានិងជ្រើសរើសមុខរបរតាមជំនាញបណ្ឌិតឬតាមស្ថានភាពនិងកលៈទេសៈភូមិសាស្ត្រដែល
កំពុងរស់នៅជំរាបលាអស់ពុកមិត្តទាំងអស់គ្នាដែលចំណាយពេលដែលវាតម្លៃមកស្ដាប់ខ្ញុំអានសូមពុកមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំមកអានចំពោះទី4ជីវភាពសង្គមពីអតីតកាល